ខ្ញុំគណៈសូមនមស្ការនឹងចម្រើនពរសាជាថ្មីម្ដងទៀតឥឡូវស្វាគមន៍ការវិលត្រឡប់មកវគ្គសិក្សារបស់យើងបន្តទៀតតទៅនៅក្នុងការប្រើប្រាស់ជាមួយនឹង present simple ហើយមុននឹងចូលចំណុចនេះខ្ញុំគណៈអាត្មាសូមជជែកបន្តិចដែរតទៅនៅក្នុងការប្រើប្រាស់ជាមួយនឹង present simple កាលពីវីដេអូមុនហើយយើងបានជជែកគ្នារបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹង present simple ហើយមាន5ចំណុចតទៅនៅក្នុងហ្នឹងចំណុចទី1គឺយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹង habitual ឬក៏ repeat action សកម្មភាពដែលជាទម្លាប់ពេលបច្ចុប្បន្នហ្នឹងគឺយើងប្រើប្រាស់ជាមួយនឹង present simple នៅក្នុងចំណុចទី2គឺយើងនិយាយពីសកម្មភាពដែលជាលក្ខណៈអចិន្ត្រៃយ៍ឬក៏ permanent action នឹងទៅនៅក្នុងហ្នឹងក៏យើងប្រើប្រាស់ជាមួយនឹង present simple ដែរចំណុចទី3គឺយើងនិយាយពីតទៅនៅក្នុងការប្រើប្រាស់ជាមួយនឹង present simple ដែរគឺ general truth គឺសកម្មភាពឬក៏ជាលក្ខណៈបែបពិតប្រាកដរឿងពិតប្រាកដតទៅនៅក្នុងការប្រើប្រាស់ចំណុចទី3ហ្នឹងហើយចំណុចទី4គឺយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹងឬក៏បង្ហាញអំពី etiquette natural action សកម្មភាពឬក៏ជាលក្ខណៈបែបធម្មជាតិតទៅនៅក្នុងការប្រើប្រាស់ជាមួយនឹងចំណុចទី4ហើយចំណុចទី5គឺយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹង scientific action សកម្មភាពឬក៏ជាលក្ខណៈបែបវិទ្យាសាស្ត្រទៅនៅក្នុងចំណុចហ្នឹងអញ្ចឹងខ្ញុំគណៈអាត្មាបានលើកឧទាហរណ៍មកបញ្ជាក់ឡើងវិញទេតែគ្រាន់តែជជែកប្រាប់ទៅនៅក្នុងហ្នឹងហើយបើគ្នាយើងចង់មើលទៅនៅក្នុងការប្រើប្រាស់លំអិតអាចទៅមើលវីដេអូមុននឹងបានទៅនៅក្នុងហ្នឹងអញ្ចឹងតោះដើម្បីកុំឲ្យខាតពេលយូរយើងមកបន្តមេរៀនរបស់យើងមួយទៀតទៅនៅក្នុងចំណុចនឹងដដែលទេគឺបន្តយើងនឹងការពីវីដេអូមុនគឺចូលដល់ក្នុងចំណុចទី6គឺយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់ to express proverbs ឬក៏ saying គឺយើងបង្ហាញអំពីតើតើនៅក្នុងការប្រើប្រាស់ជាមួយនឹងសុភាសិតឬក៏ពាក្យស្លោកអញ្ចឹងសុភាសិតឬក៏ពាក្យស្លោកជាទូទៅគឺយើងប្រើប្រាស់ជាមួយនឹង present simple បើឧទាហរណ៍ថាសុភាសិតនឹងវាកើតឡើងតាំងពីអតីតកាលឬក៏វាកើតឡើងនៅក្នុងពេលបច្ចុប្បន្នឬក៏កើតឡើងនៅក្នុងថ្ងៃអនាគតក៏របៀបនៅក្នុងការសរសេរពាក្យស្លោកឬក៏សុភាសិតហ្នឹងគឺជាលក្ខណៈបែប present simple ទេទៅនៅក្នុងហ្នឹងដូចយើងបានដឹងទេទៅនៅក្នុងពាក្យស្លោកហើយយើងមើលឧទាហរណ៍ទាំងអស់ទេដើម្បីអាចយល់ពីរបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹងចំណុចទី6របស់យើងmen make homes women make house នេះជាពាក្យស្លោកដែលយើងធ្លាប់តែងតែនិយាយទៅនៅក្នុងហ្នឹងយើងប្រែថាម៉េចទៅនៅក្នុងពាក្យស្លោកហ្នឹងគឺសំណាបយងដីស្រីយងប្រុសទៅនៅក្នុងហ្នឹងអញ្ចឹងឃើញទៅក្នុងរបៀបនៅក្នុងការប្រើប្រាស់របស់វាគឺនៅក្នុងតែ present simple ទេពាក្យស្លោកហ្នឹងយើងធ្លាប់លើតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នហ្នឹងហើយក៏វាអាចបន្តរហូតដល់អនាគតដែរប៉ុន្តែលក្ខណៈការប្រើប្រាស់របស់វាគឺជាលក្ខណៈបែប present simple ទេពាក្យស្លោកហ្នឹងតោះឥឡូវយើងមើលមួយទៀតពាក្យស្លោកមួយទៀត still water runs it ពាក្យកន្លែងហ្នឹងយើងក៏ធ្លាប់ឮយើងក៏ធ្លាប់ដឹងដែរក៏ប៉ុន្តែខែលោកថាភាសាអង់គ្លេសយើងមិនសូវដែរបានឃើញទៅនៅក្នុងហ្នឹងអញ្ចឹងកដៅស៊ីរៈតិចស៊ីជ្រៅនេះទៅនៅក្នុងពាក្យស្លោកខ្មែររបស់យើងគឺកដៅស៊ីរៈតិចស៊ីជ្រៅតោះឥឡូវយើងមើលឧទាហរណ៍មួយទៀត don't charge a book at core អានេះយើងធ្លាប់ឮថ្លែងធ្លាប់ឃើញច្រើនហើយទៅនៅក្នុងការប្រើប្រាស់ជាភាសាអង់គ្លេសគេថាកុំវិតម្លៃឬក៏កុំមើលតែសម្បកក្រៅទៅក្នុងហ្នឹងកុំមានថាកុំវិតម្លៃសភៅតែសម្បកក្រៅរបស់វាតោះឥឡូវយើងមើលមួយទៀត don't judge a person by his or her appearance ឃើញទេទៅនៅក្នុងហ្នឹងក៏ដូចគ្នាដែរយើងប្រើប្រាស់ judge yes ទៅនៅក្នុងការប្រើប្រាស់ជាមួយនឹង present simple តែយើងប្រើថាម៉េចគឺថាកុំវិតម្លៃមនុស្សតែសម្បកក្រៅទៅនៅក្នុងហ្នឹង his ឬក៏ her ហ្នឹងយើងគ្រាន់តែជាការប្រើទៅយើងប្រើមួយណាក៏បានដែរជាមួយគាត់ក៏បានជាមួយនាងក៏បានមិនថាគុំវិតម្លៃគាត់ហ្នឹងតែសម្បកក្រៅគុំវិតម្លៃនាងហ្នឹងតែសម្បកក្រៅទៅនៅក្នុងហ្នឹងអញ្ចឹងពេលខ្លះមនុស្សជាទូទៅឃើញថាកម្មកិរិយាគេខាងក្រៅឃើញសម្លៀកបំពាក់របស់គេខាងក្រៅមើលអាវខោយើងអាចវិតម្លៃតែមនុស្សពេលខ្លះ
mình và hai nhóm pi cặp cái rây ra rồi có lẽ cả đã sầm bát tam tại việc hàng cáo ấy để tôi không phải những hai chữ tu tới tiết vậy bài nên lại là mình tính người ta về khác mình đâu chữ tu tới rồi có mình đâu để chặt tranh báo mình chặt tranh báo nè đại ao khom khó vì khó tranh ông tại nè đại sạt ba đây đấy chặt hàng nóng cao cái giá hàng nóng rồi có tại chặt hàng nóng và học sọt để tôi không người này chứ người ta dân cùng về đầm lái như có cùng đo làm lại tại một tam về diện xung bọ cào rồi để tôi không người mơ ở bắc bình đất ở bắc hai dân sạch cốp hai trăm để tôi không người này ở dân cùng bay phim trên hai tí dân mơ phía sau mới tiết barking dog never bite barking dog never bite yes để tôi không cảm pra chỉ mình present simple những bị sau này đấy dân flop lưới rồi anh tay lên sâu tích để tôi không ngày đến kia thả ấy hết dog nhé sky proof mình đã khám yes sky proof mình đã khám mới tiết look before you left look before you left những việc là đấy dân flop lưới việc mai thôi dân tại tập làm nè đại ô đo tha nè đại công pung đại kinh bị tràn na rồi có công pung tại thưa sẽ cầm một phiếu tứ về đây khó cố á là cái gì tha nè ấy kinh sân cu kinh sân cu dạ kinh sân cu để tôi không cảm bị pra bị slam vậy nè yes những nó không chấm nói tiếng của mũi cái gì vậy vì bị slam rồi có sự chia sạch kêu dân tàu tại pra chỉ mũi nắng present simple ở dân mơ chấm nói tiếng của pearl khi dân dễ chia được biên nó không cảm pra rồi có cả và hai những tí to express in newspaper headline cứ được biên nó không cảm pra chia chấm non chương cái sai chẳng chấm non chương cái sai chưa tu tứ ở đây dân flop hỡi thì dân ai pin địch mới rồi có sao chưa mơ và thay bán cho tôi nó ngày nước người thay cái sơ xe tại trên là cái đặc bài chỉ present simple này để tôi nó ngày nữa hơi một đường cho lại nick và chỉ một tình đá để tôi nó được biên trong cả pra chỉ môi nên chấm non chương cái sai thì thời ấy sau tập bị mình tháo sau tẹt sau thôm từng ngọn cho mình thay crop bị này môi phao viết cứ trao tải sau thôm cho tôi nó không ngày nữa mình thay crop bị phao viết crop bị hàng đào mình thay oi được hàng đào bị cho tôi nó không ngày nữa cứ sọt ra sọt thôm mình cho tôi không cả pra phao viết còn vấn đề là khăn phao viết mình thay chập bị bây giờ so lan từ asia so thôm bờ sân là tháp bây giờ so chứ cứ cái asia so thôm mình khởi nhất cho tôi không ngày nữa nhưng oi tập bây giờ so cứ cái asia so thôm thì tái bằng miền bây giờ so lan tới cứ kia xe sọt thôm mệt để tôi lúc không vậy nè chẳng bắt tôi bây chỉ cái giá sắp cái đó tôi bây chỉ niêm cái đó tôi bây chỉ HTML cái đó cho tôi lúc không cắt ra phải nên hai những cái giá sắp cái đó có tôi là xe sọt thôm đại cho tôi lúc không vậy nè chẳng còn phải chia lại nên mà tinh tế tạo lấy dùng mơ tạo họ lại nên từ ngọc đấy Khmer Rouge killed many innocent people chẳng đại là mấy Khmer có hóm bàn sầm lậpวิจิปรสโลตรองอย่างจราสทันสุดหอ just manage innocent วิจิปรส innocent people วิจิปรสโลตรองยังมือtiết peace talk for cứ cái cho trả son tập tiếp từ bàn para chỉ dạ khởi nhất tiết nó không lại nó người ta chỉ cả pra chỉ với nó kể giá sập hàng lớn thì đôi khi đây yes tiết nó không lại này cứ so tại pra cho mình cái giá sắp simple này ở dân mơ trong lên môi tiết a rebel killed 100 patients vụ ở cái chốn ban sầm lập với chia bồ mùi rồi nè ban sầm lập mà đục chùm đun rồi nè yes tiết nó không cả pra chỉ mùi nắng newspaper headline nhưng mà môi tiết Cambodia U.S. continue to depend bilateral cooperation. Yes. Tại đây Campuchia nâng Sahara Americ bẩn tổ cùng rứng kinh xã hội và tập bát cá thuê thị kỳ. Yes. Để tôi nói không cả pra hỏi này. Thứ nhất, cái giá sạp hầu viết cứ còn nâu tái chia lại cái nặng bán present simple này để tôi nói không này là cứ continuous bẩn tổ nhưng mà môi tiết
of flood kill at least 9 live 5 missing in central Vietnam តើទៅនៅក្នុងការប្រើប្រាស់ហើយនេះយើងឃើញទេតើទៅនៅក្នុងហ្នឹងគឺនិយាយពីការប្រើប្រាស់ជាមួយនឹង present simple ទេកិរិយាសព្ទរបស់វាអញ្ចឹងទឹកចំនួនបានសម្រាប់មនុស្សយ៉ាងតិច yes least at least មនុស្សយ៉ាងតិច9នាក់ហើយបាត់ខ្លួនចំនួន5នាក់នៅក្នុងភាគកណ្ដាលនៃប្រទេសវៀតណាម yes ទៅនៅក្នុងការប្រើប្រាស់ហើយនេះហើយយើងសូមបញ្ជាក់បន្តិចទៀតដែរទៅនៅក្នុងថ្ងៃហ្នឹងគឺថាយើងមើលឃើញគ្រប់ចំណងជើងកាសែតដែលយើងប្រើប្រាស់នៅក្នុងចំណុចទី7ទាំងអស់នេះគឺអត់មានសញ្ញាខណ្ឌនៅខាងចុងវាទេឬក៏បញ្ចប់នៅក្នុងប្រយោគហ្នឹងទេអញ្ចឹងយើងអត់ប្រើប្រាស់សញ្ញាខណ្ឌឬក៏សញ្ញា point ចាភាសាអង់គ្លេស point គឺនៅខាងចុងប្រយោគវាទេទៅនៅក្នុងហ្នឹងគឺវាសេចំណងជើងកាសែតគឺអត់មានសញ្ញាខណ្ឌទេទៅនៅក្នុងការប្រើប្រាស់របស់វាអញ្ចឹងដូចយើងនិយាយពីរបៀបនៅក្នុងការសរសេរចំណងជើងសភៅរបស់យើងអញ្ចឹងយើងអត់សរសេរសញ្ញាខណ្ឌនេះទៅនៅក្នុងការប្រើប្រាស់អញ្ចឹងនៅក្នុងចំណុចទី7គឺយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់ជាចំណងជើងកាសែតឥឡូវយើងមើលឧទាហរណ៍របស់យើងមួយទៀតនៅក្នុងចំណុចទី8គឺយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹង adverb of frequency ទៅនៅក្នុងហ្នឹង adverb of frequency យើងនិយាយពីគេយើងបង្ហាញពីកម្រិតទៅនៅក្នុងការប្រើប្រាស់ជាមួយនឹងកម្រិតគួរថាយើងនិយាយពីកម្រិត 100% 90% 80% 70% អីហ្នឹងយើងតែងតែធ្លាប់ឃើញឬក៏ធ្លាប់ជួបទៅនៅក្នុងការឡើងហ្នឹងគឺរបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹង adverb of frequency ហ្នឹងមាន always មាន usually មាន sometimes មាន hardly ever មាន never អីហ្នឹងក៏ប៉ុន្តែខ្ញុំមានអាត្មាបានសរសេរឲ្យអស់ទេគ្នាយើងចាំខ្ញុំមានអាត្មានឹងដាក់នៅក្នុង description ខាងក្រោមយើងអាចឆែកមើលបច្ចៈបន្ថែមបានទៅនៅក្នុង adverb of frequency ហ្នឹងហើយបង្ហាញពីកម្រិតទៅនៅក្នុងការប្រើប្រាស់ពាក្យហ្នឹងនៅក្នុងពាក្យនីមួយៗហ្នឹងទៅនៅក្នុងហ្នឹងតែយើងគ្រាន់តែគឺយើងចង់ចាំថារបៀបនៅក្នុងការប្រើប្រាស់ចំណុចទី8គឺយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹង present simple ហើយយើងប្រើប្រាស់ជាមួយនឹង adverb of frequency ទៅនៅក្នុងហ្នឹងឥឡូវយើងមើលឧទាហរណ៍ពីយើងទាំងអស់គ្នាទៅនៅក្នុងហ្នឹងhe doesn't always agree with me ឃើញទេទៅនៅក្នុងហ្នឹងគឺយើងប្រើប្រាស់ជាមួយនឹងពាក្យ always យ៉ាប់ always អញ្ចឹង always គឺជា adverb of frequency ឯងអញ្ចឹងកិរិយាសព្ទអានេះជាច្រឡំកិរិយាសព្ទនៅខាងចុងនេះទេទៅនៅក្នុងហ្នឹងអញ្ចឹង doesn't ទៅនៅក្នុងការប្រើប្រាស់ជាមួយនឹងប្រយោគ negative អញ្ចឹងគាត់មិនដែលយល់ព្រមជាមួយខ្ញុំទេគាត់មិនដែលយល់ព្រមជាមួយខ្ញុំទេ always មានថាតែងតែមានថាគាត់តែងតែមិនដែលយល់ព្រមជាមួយនឹងខ្ញុំទេទៅនៅក្នុងហ្នឹងជាការសម្រេចចិត្តមានថាខ្ញុំចង់សម្រេចចិត្តរឿងអីមួយឬក៏សាកសួរសម្រេចចិត្តទៅលើរឿងអីមួយគាត់តែងតែប្រឆាំងតែងតែមិនគ្រប់គ្រងអីចឹងទៅក្នុងហ្នឹងគឺបង្ហាញថា 100% ទៅក្នុងការប្រើប្រាស់ពី always ហើយយើងមើលមួយទៀត they hardly ever go to the library hardly ever យ៉ាទៅនៅក្នុងពី hardly ever គឺជា adverb of frequency ទៅនៅក្នុងហ្នឹងអញ្ចឹងថាពួកគេកម្រទៅ banalize yes កម្រទៅ banalize មួយទៀត I brush my teeth 3 times a day yes ទៅនៅក្នុងហ្នឹងអញ្ចឹង3 times a day នេះក៏យើងអាចហៅថាជា adverb ដែលបញ្ជាក់អំពីកម្រិតដែរក៏ប៉ុន្តែវាមិនមែនចូល adverb of frequency ទេទៅនៅក្នុងហ្នឹងពាក្យ adverb of frequency ជាឧទាហរណ៍ថាមានពាក្យ always មាន usually មាន sometimes មាន hardly ever មាន never មាន occasionally អីចឹងទៅនៅក្នុងហ្នឹងប៉ុន្តែនេះគឺជាពាក្យ adverb ដែរដែលយើងបង្ហាញអំពីកម្រិតដែរទៅនៅក្នុងហ្នឹងក៏ដូចគ្នាដែរយើងនិយាយពីខ្ញុំមានថាខ្ញុំដោះធ្មេញរបស់ខ្ញុំ3 ដងក្នុងមួយថ្ងៃ yes ទៅនៅក្នុងការប្រើប្រាស់នេះយើងមើលឧទាហរណ៍មួយទៀត we sometimes order pizza for dinners yes we sometimes គឺជា
adverb of frequency អញ្ចឹងពួកយើងពេលខ្លះកំងភាសាមកសម្រាប់អាហារពេលល្ងាច dinner yes មួយទៀតshe usually goes to the cinemas on Sundays យ៉ាឃើញទេតើទៅនៅក្នុងអីអញ្ចឹង usually ក៏បង្ហាញអំពី error of frequency ដែរព្រោះតែបើសិនជាយើងនិយាយពីកម្រិតរបស់វាកម្រិត always 100% usually កម្រិត 80% ទៅនៅក្នុងអីហ្នឹងខ្ញុំមានថានាងតែងតែឬក៏ជាធម្មតាទៅ cinema តែរោងកុនជារៀងមកថានៅថ្ងៃអាទិត្យ yes on Sunday go to cinemas on Sunday តោះឥឡូវយើងមើលចំណុចមួយទៀតជាចំណុចចុងក្រោយដែលជារបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹង present simple ជាចំណុចចុងក្រោយហើយទៅក្នុងចំណុចទី9នេះ to convey future plans or arrangement យើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់ឬក៏របៀបនៅក្នុងការបង្ហាញអំពីជាលក្ខណៈបែបអនាគតកាលបានដែរទៅនៅក្នុងការប្រើប្រាស់ជាមួយនឹង present simple មានថាយើងបង្ហាញអំពីអ្វីដែលយើងត្រៀមទុកឬក៏យើងនឹងធ្វើនៅក្នុងអតីតកាលបានដែរអនាគតកាលបានដែរជាមួយនឹង present simple ក៏ប៉ុន្តែលក្ខខណ្ឌរបស់វាគឺត្រូវតែបង្ហាញអំពីadverb ឬក៏តើតើនៅក្នុងពេលវេលា time expression របស់វាគឺបញ្ជាក់អំពីពេលវេលានៅក្នុងថ្ងៃអនាគតតើទៅនៅក្នុងការប្រើប្រាស់របស់វាអញ្ចឹងមានថាយើងអាចប្រើប្រាស់វាបានជាលក្ខណៈបែបអនាគតក៏ប៉ុន្តែត្រូវតែបញ្ជាក់អំពី time expression របស់វាបង្ហាញអំពីអនាគតទៅនៅក្នុងឯនេះអញ្ចឹងឃើញប្រយោគទី1គឺយើងបង្ហាញអំពីអនាគតដូចគ្នានៅពេលដែលប្រយោគទី2ក៏បង្ហាញអំពីអនាគតដូចគ្នាដែរគ្រប់ប្រយោគទាំងអស់ដែលយើងប្រើប្រាស់ជាមួយនឹង present simple ដែលយើងចង់បង្ហាញអំពីអនាគតត្រូវតែដាក់ time expression ដែលបញ្ជាក់អំពីអនាគតកាលទៅនៅក្នុងនេះតើយើងមើលឧទាហរណ៍ពេលយើងទាំងអស់គ្នា they leave for Tagau province tomorrow morning អញ្ចឹងមានថាពួកគេនឹងចាកចេញពីខេត្តតាកែវនៅព្រឹកថ្ងៃស្អែកឃើញទេទៅនៅក្នុងនេះមួយទៀត we plan to visit Siem Reap next week ឃើញទេ next week គឺយើងបង្ហាញអំពីអនាគតកាលហើយទៅនៅក្នុងថ្ងៃហ្នឹងអញ្ចឹងពួកយើងកម្រងទៅទស្សនាឬក៏ទៅកំសាន្តនៅសៀមរាបសប្តាហ៍ក្រោយមួយទៀត her new shop opens this weekend yes ឃើញទេទៅនៅក្នុងថ្ងៃហ្នឹងអញ្ចឹងក៏បង្ហាញអំពីអនាគតដែរអញ្ចឹងមានថាហាងថ្មីរបស់នាងនឹងបើកនៅសប្តាហ៍នេះនៅចុងសប្តាហ៍នេះ yes weekend this weekend នៅចុងសប្តាហ៍នេះមួយទៀត the prime minister visit China next Sunday យើងឃើញនាយករដ្ឋមន្ត្រីនឹងយើងកន្លែងហ្នឹងយើងប្រែថានឹងទៅក្នុងការប្រើប្រាស់ជាមួយនឹង future យើងត្រូវប្រែថានឹងហើយដោយសារយើងបង្ហាញអំពីរឿងនឹងវាមិនទាន់កើតឡើងក៏ប៉ុន្តែនឹងកើតឡើងនៅក្នុងថ្ងៃខាងមុខអញ្ចឹងមានថានាយករដ្ឋមន្ត្រីនឹងទស្សនា yes នឹងទស្សនកិច្ចយកច្រឡំទស្សនកិច្ចនឹងទស្សនកិច្ចនៅប្រទេសចិននៅសប្តាហ៍នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយមួយទៀត she learned China at the end of this month ទីនេះតើទៅនៅក្នុងថ្ងៃហ្នឹងក៏ដូចគ្នាដែរគឺបង្ហាញអំពីនៅក្នុងខែនេះយើងមានថានាងនឹងរៀនចិននៅចុងខែនេះចុងបំណាច់នៃខែនេះតើទៅនៅក្នុងថ្ងៃហ្នឹងអញ្ចឹងគ្រប់ពាក្យដែលយើងប្រើប្រាស់ដើម្បីបង្ហាញអំពីអនាគតគឺយើងប្រែនឹងហើយអញ្ចឹង they live នឹងចាកចេញ they plan នឹងរៀបរង they open នឹងបើកទៅនៅក្នុងហ្នឹងអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំគណៈថានឹងចែកម្លែកតែប៉ុណ្្នឹងទេទៅនៅក្នុងរបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹង present simple អញ្ចឹងចំណុចដែលយើងនិយាយពីរបៀបនៅក្នុងការប្រើប្រាស់ present simple មាន9ចំណុចហ្នឹងខ្ញុំគណៈថានឹងសង្ឃឹមថាបងប្អូនគ្រប់ទូគណៈគុណចាស់គ្រប់អង្គនឹងយល់ពីរបៀបនៅក្នុងការប្រើប្រាស់ present simple ហើយយើងនឹងងាយស្រួលនៅក្នុងការប្រើប្រាស់ជាទម្រង់លក្ខណៈបែប present simple បានទៅនៅក្នុងថ្ងៃហ្នឹងអញ្ចឹងមាន9ចំណុចហ្នឹងទៅនៅក្នុងថ្ងៃហ្នឹងហើយបន្តទៀតខ្ញុំប្រាប់មកនឹងចែករំលែកមេរៀនបន្តទៀតដែលទៅនៅក្នុងកាលនឹងដដែលទេ
អញ្ចឹងតោះអញ្ចឹងខ្ញុំគណៈអាត្មាមានប៉ុណ្ណឹងសម្រាប់ថ្ងៃនេះសូមនមស្ការលានិងសម្រាប់ពលលា